ដោថ្មពុកម៉ាងបងថ្មរបស់គាត់នេះអត់ទាន់ខូចទេណាក៏ប៉ុន្តែកម្លាំងអំពែពុកម៉ាងបងនេះណាកម្លាំងអំពែគាត់ទូចពេកដល់អញ្ចឹងគាត់ប្រើប្រាស់អត់សូវបានយូរហើយកម្លាំងវ៉លរបស់គាត់ផ្គុំពីគ្រាប់នេះយក7.4 វ៉លហើយស្មាន BMS វាមានស្រាប់អញ្ចឹងយើងគ្រាន់តែធ្វើការផ្លាស់ប្ដូរថ្មមកកម្លាំងធំពុកម៉ាងបងធំច្រើនណាស់ហ្នឹងអានោះមិញ1200មិន10000ច្រឡំពុកម៉ាបងមិនមែន12000ណា1200ហើយសម្រាប់អានេះគឺ2600ពុកម៉ាបងនេះគឺអំពែវិញនេះលេខ 26A នេះ2600ពុកម៉ាបងហើយថ្មចាស់វានេះក៏វាកាន់ដែរវាប្រើប្រាស់បានតែគាត់ថាប្រើប្រាស់បានតិចពេកហ្នឹងពុកម៉ាបងកម្លាំងវាត្រឹមតែ 12000ហើយសម្រាប់ការផ្លាស់ប្ដូរថ្មយើងអាចកាត់ប្ដូរតាមតម្រូវការពុកម៉ាបងណាសម្រាប់ពុកម៉ាបងមានកម្លាំងវ៉លឬកម្លាំងពែប្រមាណសម្រាប់ថ្មលីសូមឬក៏ថ្មផ្សេងក៏យើងមានច្រើនដែរអញ្ចឹងពុកម៉ាបងអាចតំណងមកបានសម្រាប់ពាក់ព័ន្ធបញ្ហាថ្មឬលើគ្រឿងឧបករណ៍ផ្សេងពុកម៉ាបងនេះដល់នេះអញ្ចឹងគឺជាម៉ាស៊ីនអីគាត់ខ្ញុំមិនដឹងដែរណាក៏ប៉ុន្តែគាត់មកធ្វើឲ្យផ្លាស់ប្ដូរម៉ាស៊ីននេះគឺយើងនៅបើកដំណើរការដាក់ទៅឡើយនេះបើកមកដំណើរការក៏ប៉ុន្តែថ្មនេះវាកាន់បានតិចម៉ោងពេកតិចពេលពេកអញ្ចឹងយើងធ្វើការផ្លាស់ប្ដូរថ្មចេញដែលមានដូចឥឡូវឧទាហរណ៍គាត់ប្រើនោះបាន10នាទីឬ20នាទីឬក៏កន្លះម៉ោងដែរយើងដាក់នេះគឺគុណនឹង2ពុកម៉ាបងណាអញ្ចឹងសម្រាប់ពុកម៉ាបងដែលមានបញ្ហាថ្មលីសូមពុកម៉ាបងតាក់ទងមកបានយើងកាត់តាមតម្រូវការ